សុរិយាជាក្មេងស្រីតូចម្នាក់រស់នៅក្នុងផ្ទះដ៏កក់ក្ដៅនាងចូលចិត្តលេងតុក្កតាតែរាល់យប់នាងតែងតែភ័យខ្លាចភាពភ័យខ្លាចរបស់នាងគឺសុបិនអាក្រក់សុបិនទាំងនោះធ្វើឲ្យនាងពិបាកគេងលក់ណាស់នាងមិនដឹងត្រូវធ្វើដូចម្ដេចនាងបានរអ៊ូប្រាប់ម្ដាយនាងអំពីការភ័យខ្លាចនេះម្ដាយបានអបនាងថ្នមហើយបានសន្យាថានឹងរកដំណោះស្រាយដ៏ពិសេសមួយម្ដាយនិយាយថាកូនមិនចាំបាច់ខ្លាចទៀតទេម៉ាក់នឹងជួយកូនឲ្យគេងលក់ស្កប់ស្កល់វិញល្ងាចមួយពេលដល់ម៉ោងចូលគេងម្ដាយបានយកប្រអប់ដ៏ធំមួយមកឲ្យនាងសូរិយាភ្ញាក់ផ្អើលយ៉ាងខ្លាំងភ្នែកនាងមូលក្រឡុងតើវាជាអ្វីទៅម៉ាក់សូរិយាសួរដោយរំភើបប្រអប់នោះពោពេញទៅដោយអាតាំងបាំងម្ដាយបានបើកប្រអប់នោះហើយទាញយកភួយមួយចេញមកវាជាភួយដ៏ទន់ល្មើយមានពណ៌ខៀវស្រាលនិងមានរូបកាយតូចៗភ្លឺភ្លេកវាស្អាតខ្លាំងណាស់ស្ទើរតែដូចមេឃពេលរាត្រីម្ដាយនិយាយថានេះជាភួយវេទមន្តការពារសុបិនអាក្រក់កូនភួយនេះនឹងហ៊ុំព័ទ្ធកូនដោយក្តីស្រឡាញ់វាមានថាមពលពិសេសអាចបណ្ដេញស្រមោលអាក្រក់ចេញពីបន្ទប់កូនបានសូរិយាបានអបភួយនោះយ៉ាងណែនវាពិតជាមានអារម្មណ៍កក់ក្ដៅខុសពីភួយធម្មតានាងមានអារម្មណ៍ថាមានថាមពលតូចមួយហូរចូលក្នុងខ្លួននាងឡើងភ័យខ្លាចទៀតហើយនាងមានអារម្មណ៍ថាខ្លួននាងមានសុវត្ថិភាពដល់ម៉ោងចូលគេងសូរិយាបានរៀបចំខ្លួនចូលទៅខ្លួនក្រែនាងបានដណ្ដប់ភួយវេទមន្តរបស់នាងយប់នេះងងឹតបន្តិចតែនាងមិនតក់ស្លុតទេនាងដកដង្ហើមវែងហើយព្យាយាមបិទភ្នែកមិនយូរប៉ុន្មានពេលនាងចាប់ផ្ដើមងងុយគេងស្រមោលខ្មៅមួយចំនួនបានលុបចូលមកជិតក្រែរបស់នាងពួកវាជាស្រមោលតូចៗដែលបង្កជាសុបិនអាក្រក់ពួកវាហាក់ដូចជាកំពុងតែព្យាយាមចូលមកយាយីសូរិយារំពេចនោះភួយវេទមន្តបានចាប់ផ្ដើមបញ្ចេញពន្លឺពន្លឺពណ៌សដ៏ស្រទន់និងពណ៌មាសបានផុសចេញពីផ្កាយតូចៗនៅលើភួយពន្លឺនោះបានភ្លឺរន្ទាលធ្វើឲ្យបន្ទប់ទាំងមូលមានភាពភ្លឺថ្លាស្រមោលអាក្រក់ទាំងនោះមិនអាចទ្រាំទ្រនឹងពន្លឺដ៏កក់ក្ដៅនេះបានទេពួកវាចាប់ផ្ដើមស្រក់ទៅវិញយឺតភួយវេទមន្តមិនបានអនុញ្ញាតឲ្យពួកគេចូលមកជិតសូរិយាឡើយព្រោះវាការពារនាងយ៉ាងរឹងមាំសូរិយាបានដេកលក់យ៉ាងស្កប់ស្កល់នាងបានសប្តិឃើញសួនច្បារដ៏ស្រស់ស្អាតពោពេញទៅដោយផ្កានិងមេអំបៅចម្រុះពណ៌ភួយនេះបានផ្ដល់ឲ្យនាងនៅសប្តិតល្អបំផុតពោពេញដោយសន្តិភាពនៅពេលព្រឹកសូរិយាភ្ញាក់ឡើងដោយស្នាមញញឹមនាងលែងមានអារម្មណ៍ភ័យខ្លាចទៀតហើយនាងបានរត់ទៅអោបម្ដាយនាងហើយប្រាប់ពីសប្តិដ៏ល្អរបស់នាងកាលពីយប់មិញម្ដាយនាងសប្បាយចិត្តណាស់ម៉េចដែរកូនភួយវេទមន្តនេះពិតជាអស្ចារ្យមែនទេសូរិយានិកក្បាលដោយក្តីរំភើបពិតមែនហើយម៉ាក់ភួយនេះពិតជាថ្វាល់ឲ្យកូននៅភាពក្លាហាននិងសន្តិភាពចាប់ពីពេលនោះមកភួយវេទមន្តនេះបានក្លាយជាមិត្តភក្តិដ៏ល្អបំផុតរបស់សូរិយានាងលែងបារម្ភអំពីភាពងងឹតឬសុបិនអាក្រក់ទៀតហើយនាងដឹងថាភួយនេះនៅទីនោះដើម្បីការពារនាងជានិច្ចយប់បន្ទាប់សូរិយាបានសម្រេចចិត្តចែករំលែកអំណាចរបស់ភួយនេះនាងបានដាក់តុក្កតាខ្លាឃ្មុំរបស់នាងឈ្មោះថាបូនៅក្រោមកែមភួយនាងចង់ឲ្យបូក៏មានសុបិនល្អដែរពេលព្រឹកតុក្កតាខ្លាឃ្មុំមើលទៅសប្បាយចិត្តជាងមុនសូរិយាដឹងថាមិនមែនគ្រាន់តែភួយទេតែគឺក្តីស្រឡាញ់និងភាពកក់ក្ដៅដែលធ្វើឲ្យភួយនេះមានមន្តអាគមភាពក្លាហានពិតគឺនៅក្នុងខ្លួនយើងដូច្នេះរឿងរបស់សូរិយាបានបង្ហាញយើងថាសូម្បីតែវត្ថុតូចមួយក៏អាចមានថាមពលដ៏ធំធេងបានដែរសូមគេងលក់ដោយសុវត្ថិភាពកុំខ្លាចអ្វីទាំងអស់ភួយវេទមន្តនេះនឹងការពារសុបិនឡងរបស់អ្នកជានិច្ចរាត្រីសួស្តី